Ban chẳngថ្ងៃនេះគឺខ្ញុំលើកយកមកបង្ហាញអំពីរបៀបនៃការធ្វើ motion graphic នៅក្នុងកម្មវិធី Adobe After Effects ដោយយើងប្រើ plugin មួយឈ្មោះថា Video Copilot Element 3D មុននឹងអ្នកទាំងអស់គ្នាអាចអនុវត្តតាមមេរៀនដែលខ្ញុំបង្ហាញនេះបានអ្នកទាំងអស់គ្នាត្រូវតែមាន plugin Video Copilot នឹងសិនមានថាអ្នកទាំងអស់គ្នាអាចចូលទៅ download នៅក្នុង channel YouTube នៅខាងក្រោមវីដេអូដែលខ្ញុំបានដាក់ហ្នឹងហើយ install រួចទៅមើលតាមវីដេអូខ្ញុំបានឬក៏សម្រាប់អ្នកដែលគាត់មាន plugin នឹងស្រាប់ហើយមិនទាន់យល់ពីអានឹងច្បាស់អាចមើលបន្ថែមទៀតបានណាបាទឥឡូវនេះគឺយើងចាប់ផ្ដើមចូលមេរៀនតែម្ដងនៅក្នុង motion graphic នេះដើម្បីយើងធ្វើបានដូចវីដេអូដែលខ្ញុំបានបង្ហាញនៅលើអេក្រង់នេះទី1គឺត្រូវការមានរូបប្រពុតសិនឬក៏រូបណាមួយដែលយើងចង់ដាក់បាទនេះគឺខ្ញុំមានរូបប្រពុតនេះហើយបាទបន្តមកទៀតគឺយើងបង្កើត composition ថ្មីមួយមានថាជាផ្ទៃការងារថ្មីមួយដែលយើងចូលលើ composition យក new composition សាកបូជាហើយសម្រាប់វីដេអូនេះសម្រាប់ motion graphic នេះគឺខ្ញុំយកຂະຫນាត18 x 18បាទហើយរយៈពេលវាខ្ញុំយក15 second បានហើយ15វិនាទីរួចហើយយើងចុច OK ចឹងយើងបានផ្ទៃការងារថ្មីមួយបន្តមកទៀតយើងទៅទាញរូបប្រពុតដែលយើងមានហ្នឹងបាទយើងយកមកដាក់នៅលើ timeline របស់យើងទៅបាទអញ្ចឹងពេលយើងទាញមករូបហ្នឹងវាធំជាងផ្ទៃការងាររបស់យើងចុចលើនេះមើលបាទអញ្ចឹងយើងត្រូវការបង្រួមរូបនេះឲ្យតូចប៉ុនទៅលើផ្ទៃការងាររបស់យើងដល់យើងចូលលើនេះពលាត្រង់កន្លែង transform ហើយត្រង់កន្លែង scale បង្រួមមកល្មមទៅបាទខ្ញុំយកប៉ុណ្ណេះខ្ញុំដោះនេះចេញតិចបាទកុំឲ្យស្កាសមើលបន្តមកទៀតដើម្បីយើងងាយស្រួលក្នុងការចាក់ texture រូបទៅលើ 3D គឺយើងត្រូវការ pre-compose រូបនឹងមួយសិនមកស្ដាំលើ layer ហ្នឹងរួចហើយយក pre-compose ពេលចុច pre-compose គឺយើងត្រូវការយកខាងក្រោមបាទនេះបាទយក move all ដល់កន្លែងនេះហើយចុច OK បន្តមកទៀតគឺយើងត្រូវការមានថាបង្កើត path ចេញពីរូបនឹងមួយដល់យើងចូលទៅលើ layer អូសមកក្រោមមកយកត្រង់កន្លែងពាក្យថា auto trace វាចេញមកបើសិនជាចេញអញ្ចឹងអ្នកទាំងអស់គ្នាអត់ទាន់មានថាអត់ទាន់ tick លើ apply to new layer នេះទេយើងត្រូវការ tick វាមួយទៅរួចហើយចុច OK បាទជឿពេលដែលចុច OK យើងឃើញនេះជា path សម្រាប់យើងយកទៅធ្វើ 3D ជាងទាំងអស់នេះយើងអាចបិទភ្នែកចោលបិទភ្នែកត្រង់កន្លែង layer វាចោលបាទបិទភ្នែកចោលទៅបន្តមកទៀតយើងអាច rename នេះបាទ rename layer ហ្នឹងមកស្ដាំលើវា rename ទៅយើងដាក់ថា texture ហ្នឹងទៅដើម្បីយើងងាយស្រួលចាំបន្តមកទៀតដើម្បីយើងមានថាយើងដាក់អក្សរ 3D បានយើងត្រូវការវាយអក្សរឬចូលលើអក្សរ T យើងចុចដាក់លើនេះទៅដូរ font ខ្មែរធម្មតាបាទវិសាខបូជាបាទយើងចុចលើ select នេះទៅរួចហើយអក្សរហ្នឹងគឺយើងបិទភ្នែកចោលដែរកុំឲ្យវានៅញញលើហ្នឹងបន្តមកទៀតដើម្បីយើងប្រើប្រាស់ 3D បានយើងចូលទៅលើ layer យក new យក solid បាទយកនេះមួយមកបន្តទៀតវាចេញចេះអាហ្នឹងយើងអាចដាក់ 3D ទៅបាទយើងដាក់ចំណាំ 3D រួចហើយខ្ញុំ OK បន្តមកទៀតយើងទៅរក effect ដែលយើងត្រូវប្រើគឺ Video Copilot ខ្ញុំបញ្ជាក់ទាល់តែអ្នកទាំងអស់គ្នា install រួចហើយទៅមានក្នុង After Effects มันមាន plugin នឹងស្រាប់មុខជាមួយទេណាបាទអ្នកទាំងអស់គ្នាអាចចូលទៅលើពាក្យថា effect អូសមកក្រោមមកឃើញពាក្យថា Video Copilot នេះ Element 3D ចុចទៅវាទៅវានឹងធ្លាក់ចូលមកលើ timeline មកលើ solid ដែលយើងបានបង្កើតនឹងហើយណាបាទអូខេឥឡូវយើងបានដាក់រួចហើយអញ្ចឹងយើងចាប់ផ្ដើមមកមើលត្រង់កន្លែង effect control កន្លែងនេះបាទអញ្ចឹងដើម្បីយើងដាក់ layer ចូលដើម្បីបង្កើត 3D បានយើងត្រូវការចូលត្រង់កន្លែង custom layer ត្រង់កន្លែង custom text and mask នេះមានថាយើងយកអ្វីដែលយើងចង់ដាក់ឬក៏ចង់បង្កើតជា 3D ចូល path មួយ
ខ្ញុំដាក់នេះ auto trace ដែលយើងបានមានថា auto trace ពីរូបព្រះពុទ្ធហ្នឹងចុចលើនឹងមួយអ្វីដែលយើង auto trace ចេញឈ្មោះអីយើងដាក់ឈ្មោះហ្នឹងឬក៏យើងអាច rename លើនឹងក៏បានខ្ញុំមកស្ដាំ rename ខ្ញុំដាក់ for 3D បាទអូខេចឹងដល់ពេលដែលយើងចូលលើ timeline 3D របស់យើងក្នុងនេះវាប្រកាសជាចេញហ្នឹងមកនេះយើងដាក់ body for 3D ណាបាទអូខេយកហ្នឹងបន្ទាប់ទៀតបើយើងចង់ឲ្យវាមាន 3D អក្សរយើងចូលនេះត្រង់កន្លែង part layer 2 ហ្នឹងយើងយកវិសាខបូជានេះមកយើងចង់បានអក្សរប្រហែលយើងបង្កើតបន្តទៀតណាបាទអូខេបន្តទៀតក្នុងនេះគឺយើងមាន texture មាន texture រូបព្រះចឹង texture ក៏យើងដាក់ចូលនៅខាងក្រោមនេះ custom texture and map ចឹងរូបដែលយើងបានបង្កើតមុនហ្នឹងនេះ texture layer 4បន្ទាប់ទៀតយើងចូលត្រង់កន្លែង scene setup កន្លែងនេះបាទ scene setup យើងមកមើលចេញត្រង់កន្លែងចំណុចនេះណាបាទត្រង់ចំណុចនេះដើម្បីយើងបង្កើតកម្រាស់ 3D មួយបានគឺយើងត្រូវការចុចលើពាក្យថា extrude ក្នុងនេះខ្ញុំបញ្ជាក់សម្រាប់អ្នកដែលគាត់មិនដែលចេះនៅលើ 3D ហ្នឹងយើងចុច scroll លើម៉ៅព្រីកព្រមចុចម៉ៅខាងឆ្វេងសកត់ចាប់ទាញបបល់មើលណាបាទចុច scroll ឲ្យជាប់ចាប់ទាញមើលលើក្រោមឆ្វេងស្ដាំបាទអូខេចុចយើងបានអានឹងមកមួយហើយចុចដើម្បីបរិយាកម្រាស់នេះរូបនេះណាដើម្បីយើងបរិយាកម្រាស់ឲ្យបានក្រាស់យើងចុចលើរូបហ្នឹងលើ layer ហ្នឹងយើងអាច rename មកស្ដាំទៅវាយក rename អូខេរួចហើយយើងអូសមកក្រោមត្រង់កន្លែងនេះ bevel scale កន្លែងនេះយើងព្រីកទៅបាទព្រីកទៅវាឡើងកម្រាស់ក្រាស់ទៅតាមហ្នឹងណាបាទក្រាស់ទៅតាមហ្នឹងបន្ទាប់មកទៀតត្រង់កន្លែង game នេះដើម្បីយើងចិតឲ្យបានស្អាតយើងត្រូវការពលាវាតែមុននឹងពលាដើម្បីអ្នកទាំងអស់គ្នាដាក់បានមានថាពោបាត់ទៅលើផងនិងមានពោនៅខាងក្រោមផងយើងត្រូវការមកមើលត្រង់កន្លែង bevel copy នេះយើងយក2 style ណាបាទយើងយកអាហ្នឹងមកហើយពលាត្រង់ចំណុចនេះត្រង់កន្លែង layer មួយនេះយើងចាក់ពោដើម្បីយើងងាយស្រួលមើលយើងចូលកន្លែង preset កន្លែងនេះត្រង់កន្លែង material យើងពលា material ទៅត្រង់កន្លែង particle កន្លែងនេះណាបាទខ្ញុំដាក់ពោ gold ដាក់មកក្រោមនេះមកបាទអញ្ចឹងក្នុងហ្នឹងបើខ្ញុំចង់ចាត់វាខ្ញុំអូសមកក្រោមមួយទៀតនេះត្រង់កន្លែង bevel segment កន្លែងនេះខ្ញុំបរិយទៅបាទហើយបន្ទាប់មកទៀតដើម្បីយើងដាក់ឲ្យវាមានថាមានមុខក្រោយយើងសេរី thích ត្រង់កន្លែង bevel back side ហើយដើម្បីបានកម្រាស់នឹងក្រាស់ល្អយើងសេរីត្រង់កន្លែង expand edge កន្លែងនេះបាទបន្ទាប់មកទៀតយើងមើលអពណ៌សនេះយើងសម្រាប់ចាក់ texture យើងចុចទៅនឹងហើយយើងអូសមកក្រោមត្រង់កន្លែង set offset យើងរួចមកបាទយើងរួចមកមុខឲ្យដល់ layer មុខមកបាទយើងដល់ប៉ុណ្ណេះកន្លែង bevel segment នេះយើងទាញមកដល់មួយទៅដើម្បីវាបានគែមឃើញស្អាតណាបាទគេវាបានរូបទម្រង់អញ្ចេះអូខេបន្តមកទៀតដើម្បីចាក់ texture ចូលលើរូបហ្នឹងត្រង់កន្លែង bevel 2នេះយើងអូសមកក្រោមមកនេះត្រង់កន្លែង texture កន្លែងនេះយើងចុចលើកន្លែង nan set នេះចុចឲ្យហ្នឹងមកវានឹងឃើញកន្លែងនេះអញ្ចឹងយើងអត់មានទៅជ្រើសរើសកន្លែងណាទេគ្រាន់តែយើងចុចកន្លែងសញ្ញាព្រួយនេះអ្វីដែលយើងបានសិតពីមុនវាចូលលើនេះតែម្ដងណារួចហើយខ្ញុំចុច OK អញ្ចឹងពេលចូលមកវាអត់ទាន់ពេញនៅលើអ្វីដែលយើងបានសិតចូលនឹងទេអញ្ចឹងដើម្បីឲ្យបាន fit ចូលទៅក្នុងតែម្ដងត្រង់កន្លែង layer នេះយើងអូសមកលើយើងមើលត្រង់កន្លែងនេះគេដាក់ use layer UV យើង thích លើវាទៅគឺវាចូលពេញលើនឹងតែម្ដងណាពេញលើរូបនឹងតែម្ដងបន្ទាប់មកទៀតអ្នកទាំងអស់គ្នាត្រូវជ្រើសរើសពណ៌ត្រង់កន្លែង line នេះ single line នេះយើងយក basic នេះវាចេញពណ៌ភ្លឺល្អអញ្ចឹងរូបនៅខាងក្រោមនេះមានថាផ្ទៃខាងក្រោយនេះវាមិនសូវភ្លឺល្អយើងអាចសេរីពណ៌វាបានត្រង់កន្លែង goal នេះយើងអូសមកក្រោមមក
អាចដូរពណ៌វាបានចុចលេងទៅបាទហើយខ្ញុំយកប៉ុណ្នេះអត់ហ៎បន្តមកទៀតដើម្បីយើងជ្រើសរើសពន្លឺវាយើងត្រូវការចូលត្រង់កន្លែង environment នេះសុទ្ធតែជា style ពន្លឺអ្នកទាំងអស់គ្នាស្រឡាញ់មួយណាយើងយកហ្នឹងទៅនេះ style ពន្លឺវាហើយមានច្រើនក្នុងហ្នឹងអាចជ្រើសរើសតាមទម្រង់ដែលអ្នកទាំងអស់គ្នាស្រឡាញ់ទៅណាបើសិនជាអ្នកទាំងអស់គ្នាមាន preset ច្រើនជាងហ្នឹងទៀតយើងកាន់តែល្អទៀតឬក៏យើងអាច import មកពីខាងក្រៅក៏បានដែរអាហ្នឹងណាបាទអូខេឥឡូវខ្ញុំយកហ្នឹងបានហើយធ្វើបានហើយខ្ញុំបង្កើតអក្សរមួយទៀតដល់យើងចុចលើ extrude មួយទៀតខ្ញុំចាប់ជើងទម្លាក់មកក្រោមអញ្ចឹង extrude វានៅលើមានថាlayer រូបព្រះដដែលចឹងដើម្បីយើងយកទៅអក្សរយើងត្រង់កន្លែង custom path នេះ custom path យើងយក path 2វាចេញជាអក្សរយើងហើយនេះបាទយើងអូសមកក្រោមមកអូខេចឹងនៅក្នុងនេះបើសិនជាយើងចង់ដាក់កម្រាស់ដូចគ្នាបាទខ្ញុំដាក់អក្សរមកអូខេយើងអូសមកក្រោមត្រង់កន្លែងនេះ bevel scale នេះ ពរិទៅចង់បានក្រាស់ស្ដើងនេះក្រាស់ស្ដើងហើយយើងទាញឲ្យក្រាស់មកទៅហើយបើសិនជាអក្សរមើលទៅវាមិនមុតល្អអ្នកទាំងអស់គ្នាអូសមកក្រោមមកស្រេតត្រង់កន្លែង spy filter នេះដាក់មកដល់មួយមកបាទហើយបន្ទាប់ពីអក្សរហ្នឹងយើងត្រូវការដាក់2កម្រាស់ត្រង់កន្លែង bevel copy នេះយើងដាក់2ទៅបាទrồiយើងចាប់ផ្ដើមចាក់ពណ៌យើងចូលលើ material យើងវិញខ្ញុំចាក់ពណ៌ក្រហមបាទពណ៌ក្រហមតាមពណ៌ក្រហមនេះយើងចុចលើ layer ក្រហមហ្នឹងអូសទៅលើ expand edge នេះយើងដាក់វាក្រាស់បន្តិចបាទបន្ទាប់ទៀតពណ៌សនេះយើងរុញវាមកមុខបាទរុញវាមកមុខទៅនេះត្រង់កន្លែង set offset បាទរុញវាមកមុខឲ្យចេញមកចេះឃើញខ្ញុំដាក់ហ្នឹងណាបាទអញ្ចឹងនេះវាមើលទៅវាមានថាក្រាស់ពេកវាស្អាតអញ្ចឹងអក្សរពណ៌សយើងសេរីត្រង់កន្លែង expand edge បន្ថយវាតិចមកថយតិចទៅហើយយើងសិតដាក់ចិត្តអីឲ្យស្អាតទៅតាមមកទៅនេះវាចេញមកហើយអូខេបន្តមកទៀតយើងដាក់ background ដែលយើងប្រើពណ៌នេះយកនេះមកបាទអញ្ចឹងយើងអាចចាប់វាមកក្រោយបន្តិចហើយដើម្បីព្រីកព្រមតូចធំព្រីកព្រមតូចធំយើងចុចលើ layer ហ្នឹងហើយនៅត្រង់កន្លែងនេះបាទយើងព្រីកមកអូខេពេញមិនចេះណាបាទបន្តមកទៀតអក្សរនេះខ្ញុំបញ្ជាក់បើសិនចង់បានតូចធំចុចលើអក្សរហ្នឹងយើងអូសមកក្រោមមកនេះអក្សរនោះថាវិសាខបូជាអញ្ចឹងបើអ្នកនរគ្នាចង់បានអក្សរតូចធំមានថាវាចង់ព្រីកធំជាងហ្នឹងយើងអូសមកក្រោមត្រង់កន្លែង transform scale នេះចង់ព្រីកព្រមតូចធំអីស្រីទៅហើយ position វាទីតាំងយើងស្រីបានមកឆ្លាញ់ទៅតាមហ្នឹងអូខេបន្តមកទៀត background នេះយើងចាក់ពណ៌ទៅខ្ញុំចាក់ពណ៌នេះបានចេះមកនេះបាទអញ្ចឹងដើម្បីឲ្យមើលទៅមាន reflection យើងចុចលើហ្នឹងហើយអូសមកក្រោមយកត្រង់នេះយកវា mirror surface ចាក់ប៉ុណ្ណឹងហើយអូខេជាការស្រេចចូលមកដល់ក្នុងនេះមានថាវាអត់ទាន់មានពន្លឺអីគ្រប់គ្រាន់ទេអញ្ចឹងយើងត្រូវការចូលមកត្រង់កន្លែង render setting ពលាលើហ្នឹងបន្ទាប់ទៀតអូសមកក្រោមត្រង់កន្លែង lighting add lighting យើងយកវា basic ដែរទៅភ្លឺបានធម្មតាបើចង់ឲ្យភ្លឺបន្ថែមត្រង់កន្លែង additional lighting បន្ថែមភ្លឺបន្តិចមកណាបាទអូខេបន្តមកទៀតយើងពលាត្រង់កន្លែង group 1នេះពលាត្រង់កន្លែង particle look ព្រីកព្រមទំហំតូចធំទៅតាមហ្នឹងទៅនេះបាទយើងដាក់លើក្រោមឲ្យតាមនឹងមកស្អាតទៅអូខេខ្ញុំយកប៉ុណ្ណេះជំហានបន្ទាប់គឺយើងត្រូវការ set animation ដែលយើងប្រើប្រាស់កាមេរ៉ាអញ្ចឹងខ្ញុំចូល layer យក new យកកាមេរ៉ាបើចុចកាមេរ៉ាវាចេញមកអញ្ចេះយើងចុច OK ទៅចឹងខ្ញុំចង់ set animation បុកចូលហ្នឹងត្រឹម5វិនាទីខ្ញុំយកត្រឹមប៉ុណ្ណេះបាទខ្ញុំពលាត្រង់កន្លែងកាមេរ៉ាខ្ញុំ set keyframe ពួកនេះមានថាយើងចង់សេរីអីក៏ពេលចូលមកវាដើរ smooth ត្រឹមប៉ុណ្ណឹងចូលមកឃើញអញ្ចឹង
អញ្ចឹងយើងត្រូវការ select លើវាហើយ mouse ស្ដាំយក keyframe assistant យក ECS កន្លែងនេះឬក៏ F9 ដើម្បីវាដើរមក smooth ហើយយើងទាញមកក្រោយ tool នេះសម្រាប់ break បញ្ជាក់សម្រាប់ break ណាបាទ tool camera នេះសម្រាប់ break ខ្ញុំ break បន្តមកទៀត tool នេះសម្រាប់បបល់ខ្ញុំបបល់អញ្ចេះបាទហើយខ្ញុំចុច tool នេះបរិយាទៀតខ្ញុំចង់ទាញទៅលើខ្ញុំចុច tool នេះសម្រាប់រំកិលលើក្រោយឆ្វេងស្ដាំខ្ញុំទាញប៉ុណ្ណេះថនេះបាទអញ្ចឹងខ្ញុំ pre render មួយសាករូបចូលទៅអញ្ចឹងនេះបាទចូលមកអញ្ចឹងចុះដើម្បីមានស្មោលដោយដែលរូបខ្ញុំធ្វើនេះគឺយើងមានស្មោលហើយមានពន្លឺបាទមានស្មោលហើយមានពន្លឺអញ្ចឹងដើម្បីដាក់ស្មោលនិងពន្លឺឲ្យភ្លឺដូចរបស់ខ្ញុំធ្វើនេះណាជាគំរូនេះបើជាគំរូហ្នឹងទី1អ្នកទាំងអស់គ្នាត្រូវចូលទៅ element 3D របស់យើងវិញត្រង់កន្លែង effect control អូសមកក្រោមមកនឹងឃើញត្រង់កន្លែង shadow ឡើយនេះបើកពលា shadow ហ្នឹងហើយយើងthíchឡើយនេះដើម្បីវាបាន up ល្អទៅលើ background គឺត្រូវការ thích ឡើយនេះមួយទៀតមាន occlusion ឡើយនេះ thích ឡើយនឹងមួយទៀតដើម្បីវាដុតល្អជាមួយ background បាទបន្តមកទៀតគេប្រើ light ដែលយើងចូល layer យក new យក light នេះអ្នកទាំងអស់គ្នាប្រើ spotlight ទៅនេះបាទ spotlight ហើយនេះពន្លឺរបស់វាតើកន្លែងនេះដើម្បីដាក់ស្មោលយើង thích វាហើយអូខេនេះបាទនេះពន្លឺជះចូលហើយអញ្ចឹងដើម្បីយើងសេរី light ដល់បានល្អយើងត្រូវការចូលលើកាមេរ៉ានេះយើងយក 4 view មកអញ្ចឹងយើងសេរីត្រង់កន្លែង light នេះរុញទៅលើបន្តិចបាទចុចទៅ tool នេះណាសេរីទៅលើតិចទៅត្រឹមប៉ុណ្ណេះបាទហើយយកទាញអវាខិតមកក្រោមមកបាទនេះយើងរំកិលអវានេះត្រង់កន្លែងនេះកិលខិតមកក្រោមនេះមកបាទឬក៏យើងដាក់ឲ្យចំពីមុខក៏បានដោយរបស់ខ្ញុំដាក់ចំពីមុខរំកិលឲ្យដាក់មកចំជាវិញឲ្យភ្លឺនេះគឺភ្លឺទេបាទអញ្ចឹងដើម្បីពន្លឺនេះបានភ្លឺល្អឲ្យចំប្រពុតឲ្យចំប្រភពប្រពុតនឹងល្អខ្ញុំចូលលើ view មួយនេះវិញខ្ញុំចុចលើ layer យក light setting ខ្ញុំ break អានេះភ្លឺខ្លាំងភ្លឺតិចអានេះ angle ទំហំវាភ្លឺណាបាទទំហំភ្លឺអូខេនេះ con filter ដាក់ចង់អាហ្នឹងវា filter មើលទៅភ្លឺខ្លាំងឬក៏មើលទៅ smooth អីចឹងណាហើយយើងអូខេណាស្មោលចង់បានទៅទិសខាងណាវាចេញទៅខាងហ្នឹងហើយអញ្ចឹងយើង render មើលបាទបាទអញ្ចឹងនេះជារបៀបនៃការធ្វើ 3D ដោយដែលខ្ញុំបានបង្ហាញនេះអ្នកទាំងអស់គ្នាអាចសាកល្បងបានហើយខ្ញុំជឿថាសម្រាប់អ្នកដែលគាត់ចេះខ្លះហើយប្រកាសជាគាត់អាចធ្វើបាន 100% សម្រាប់អ្នកដែលគាត់មិនទាន់ចេះសោះអាចមករៀនផ្ទាល់ជាមួយខ្ញុំបានក្នុងតម្លៃពិសេសណាបាទអញ្ចឹងអរគុណមេរៀននេះគឺមានប៉ុណ្ណឹងបាទ